បាទសួស្តីគ្នាយើងទាំងអស់គ្នាសម្រាប់វីដេអូនេះគឺខ្ញុំនិយាយពីបន្ទុកខ្យល់ដែលមានអំពើទៅលើអគាររបស់យើងអញ្ចឹងនៅក្នុងនេះគឺជារូបភាពដែលខ្ញុំបានបង្ហាញគឺខ្ញុំ print screen មកទេបាទអញ្ចឹងមានន័យថាបន្ទុកខ្យល់ដែលមានអំពើទៅលើអគារដែលបុកមកគេហៅថា wind ward wall បាទដែលខ្យល់បុកទៅលើអគារផ្ទៃអគាររបស់យើងបាទខ្យល់ទាញគេហៅថា lee ward wall បាទដែលវាស្របទៅនឹងអគាររបស់យើងside wall គឺជាខ្យល់ទាញបាទបន្ទុកខ្យល់ទាញបាទនៅក្នុងនេះគឺជាខាងឆ្វេងដៃនេះគឺ 3D ខាងស្ដាំដៃនេះគឺជា 2D 2D ដែលខ្ញុំកាត់យកជាប្លង់បាតមកដែលនៅក្នុងប្លង់បាតនេះខ្ញុំឧទាហរណ៍ថាបណ្ដោយអគារ20ម៉ែត្រទៅតឹងអគារ15ម៉ែត្របាទដែលខ្យល់បុកទៅលើអគាររបស់យើងគឺ wind ward wall ខ្យល់ទាញគឺ lee ward wall ហើយនឹង side wall គឺខ្យល់ទាញបាទអញ្ចឹងនៅក្នុងគឺការសិក្សាទៅលើបន្ទុកខ្យល់អញ្ចឹងវាមាន3នៅក្នុងហ្នឹងអញ្ចឹងយើងត្រូវសិក្សាវាមួយដើម្បីយកទៅ apply ទៅលើគ្រឿងបង្គុំរបស់យើងទៅតាមដំណរជាន់ឧទាហរណ៍ថា wind ward wall អញ្ចឹងនេះគឺជាប្លង់បាតខ្ញុំគិតថាវាជាប្លង់បាតជាន់ទី1អញ្ចឹងខ្យល់ដែលបុកទៅលើអគាររបស់យើងគឺមានលេខ1លេខ2លេខ3លេខ4លេខ5បាទទៅលើដំណរជាន់អក្សរមួយបាទបន្តមកទៀតយើងត្រូវដឹងថា lee ward wall វាជាខ្យល់បឺតអញ្ចឹងខ្យល់បឺតនិងខ្យល់បុកគឺវាតែមួយទេគាត់ជាខុសសញ្ញាអត់បញ្ហាទេដល់ពេលយើង apply គឺបូកពីរនេះចូលគ្នាតែម្ដងពេល apply ក្នុង robot របស់យើងបាទហើយនេះគឺ side wall យើងគិតពីទៅតឹងអគារនៅក្នុងនេះខ្ញុំបង្ហាញពីនេះទៅតឹងរបស់វាដែលមានកម្ពស់ជាន់បាទនេះគឺជាបណ្ដោយអគារដែលហៅ side wall បាទអញ្ចឹងនៅពេលដែលយើងគិតពីនិយាយពី side wall wind ward wall នេះពេលដែលយើងសិក្សាទៅលើ side wall គឺវាបុកទៅតាមនេះបាទអញ្ចឹងអ្វីដែលខ្ញុំ select ហ្នឹងមានន័យថាដំណរជាន់អលេខ1បាទនៅ level 4ម៉ែត្រហ្នឹងគឺវាយើងត្រូវមាន1 2 3 4 5ហ្នឹងគឺយើងត្រូវសិក្សាតើនៅពេលដែលយើងគិតទៅលើ wind ward wall នេះបើយើងកណនាទៅតើវាឃើញប្រមាណបាទអញ្ចឹងមានន័យថាពេលដែលយើងសិក្សាគឺយើងសិក្សាទៅតាមជាន់នីមួយបាទទៅបុកខ្យល់បុកទៅលើទៅតាមដំណរជាន់បាទប៉ុន្តែដំណរជាន់ដែលយើងគិតមកគឺយើងគិតទៅលើផ្ទៃកាឡានេះបាទហើយមានន័យថាប្រឡោះជាន់ផ្ទាត់ដីជាន់ទី1ហ្នឹងគឺ4ម៉ែត្របាទហើយជាន់ទី1នេះគឺ3ម៉ែត្រកន្លះអញ្ចឹងនៅពេលដែលយើងសិក្សាដំណរជាន់ដែលខ្យល់បុកទៅលើនេះគឺយើងគិតទៅតាមនេះប្រឡោះពាក់កណ្ដាលបាទជាន់ទី1គឺពាក់កណ្ដាល4ម៉ែត្រគឺ2ម៉ែត្រអញ្ចឹងកម្ពស់នេះគឺវាស្មើនឹង5ម៉ែត្របាទអញ្ចឹងមានន័យថាយើងយកជាងទៅសិក្សាកន្លះទៅប៉ុណ្ណឹងដែលពាក់ព័ន្ធជាមួយនឹងខ្យល់បុកបាទ side wall ក៏ដូចគ្នាដែរបាទយើងសិក្សាដូចគ្នាអញ្ចឹងប្រហែលជាគ្នាយើងអាចដឹងច្រើនដែរសារយើងបានរៀនហើយនេះគ្រាន់ជាវីដេអូចំនួនខ្លះទេបាទមានន័យថាយើងសិក្សាទៅលើខ្យល់បុក side wall ហើយ wind ward wall ហើយនឹង lee ward wall ហើយយើងនឹងសិក្សាអញ្ញត្តិមួយចំនួនដែលពាក់ព័ន្ធនឹងរូបមន្តរបស់វាបាទអញ្ចឹងខ្ញុំចុចលាមកបាទនៅក្នុងនេះអ្វីដែលយើងត្រូវការដឹងអញ្ញត្តិមួយចំនួនមាន6ចំណុចបាទប្រភេទអគារហ្នឹងគឺមេគុណវាពាក់ព័ន្ធមេគុណ E បាទប្រភេទតំបន់មេគុណដែលវាយើងត្រូវសិក្សាហ្នឹងគឺ ZG ជាមួយនឹងមេគុណ alpha បាទវិធីទី3គឺមេគុណទីតាំងភូមិសាស្ត្រ KZT មេគុណសន្ទុះខ្យល់មេគុណ G បាទមេគុណទិសដៅខ្យល់គឺ KD ហើយនឹងល្បឿនខ្យល់គោបាទ V បាទអញ្ចឹងនៅខ្ញុំនឹងបញ្ជាក់លម្អិតតិចបាទមានន័យថាទី1បាទខ្ញុំនិយាយថាមេគុណ E នេះមេគុណ E នឹងអាស្រ័យលើប្រភេទអគារអញ្ចឹងនៅក្នុងនេះវាមាន4នៅក្នុងប្រភេទអគារអញ្ចឹងគ្នាយើងត្រូវដឹងដែរតែពេលយើងរៀននឹងដឹងហើយថាប្រភេទអគារដែលយើងសាងសង់ហ្នឹងតើយើងចូលនៅក្នុងប្រភេទទីប្រមាណបាទអញ្ចឹងនៅក្នុងនេះវាមានប្រភេទទី1ទី2ទី3និងទី4បាទអញ្ចឹងនៅក្នុងប្រភេទទី3ទី1រហូតដល់ទី4ហ្នឹងមេគុណ E គឺវាអាស្រ័យទៅលើនៅក្នុងនេះបាទអញ្ចឹងបើសិនបើនៅប្រភេទទី1មេគុណ E វាស្មើ 0.87 ប្រភេទទី2មេគុណវាស្មើ1បាទប្រភេទទី3ទី4មេគុណវាស្មើ 1.15 បាទខ្ញុំឧទាហរណ៍ថាវាស្ថិតនៅក្នុងប្រភេទទី2ចឹងមេគុណវាស្មើ1បាទអញ្ចឹងសម្រាប់មេគុណ
ប្រភេទអាគារអញ្ចឹងទី2គឺជាមេគុណZ G ជាមួយនឹងមេគុណ alpha វាអាស្រ័យទៅលើទៅតាមតំបន់បាទតំបន់យើងចែកជា3 exposure B C D អញ្ចឹងនៅក្នុងនេះយើងត្រូវដឹងថាទីតាំងអាគាររបស់យើងសាងសង់នៅ exposure មួយណាបាទអញ្ចឹងឧទាហរណ៍ថាយើងនៅតំបន់ exposure B មានន័យថាវានៅតំបន់អាគារខ្ពស់បើនិយាយសួរស្ដាប់ទៅយើងនៅតំបន់ទីក្រុងបាទអញ្ចឹងតែទីក្រុងក៏ជាមានអាគារខ្ពស់ច្រើនដែរអញ្ចឹងមានន័យថាយើងនៅexposure B អញ្ចឹងវាមានគុណ ZG វាស្មើនឹង366ហើយ alpha ស្មើ7បាទក៏គេបញ្ជាក់នៅក្នុងនេះដែរនេះបាទ exposure C អញ្ចឹងមានតំបន់វាមានប្រភេទដើមឈើក៏អាគារមិនសូវមានខ្ពស់ដែរអញ្ចឹងបើយើងនិយាយទៅវាអាចនៅជាក្រុងបាទ exposure D គឺវាពាក់ព័ន្ធជាមួយនឹងទីតាំងដែលយើងធ្វើនៅមាត់សមុទ្របាទមាត់សមុទ្រមាត់ទន្លេហ្នឹងបាទអញ្ចឹងមេគុណរបស់វាគឺ ZC គឺស្មើនឹង213ហើយមេគុណ alpha ស្មើ11.5បាទខ្ញុំឧទាហរណ៍នៅក្នុងនេះគឺយើងយក exposure B ដែលជាប្រភេទ ZC ស្មើ65ម៉ែត្រ66ម៉ែត្រ alpha ស្មើ7បាទបន្តទៀតមេគុណទីតាំងភូមិសាស្ត្រ KZT មេគុណវាស្មើ1បាទចឹងនៅក្នុងនេះជាប្រភេទពើទីតាំងភូមិសាស្ត្របាទជាទូទៅគេយកវាមួយបាទមេគុណទិសដៅខ្យល់ KD បាទវាពាក់ព័ន្ធជាមួយអាគាររបស់យើងទុកជាមួយនឹងកម្លាំងខ្យល់បាទអញ្ចឹងយក 0.85 បាទសន្ទុះខ្យល់របស់យើងគឺស្មើនឹង 0.85 ទី6ចុងក្រោយនេះគឺល្បឿនខ្យល់គោលបាទល្បឿនខ្យល់គោលជាទូទៅយើងយក120គីឡូម៉ែត្រក្នុង1ម៉ោងបាទអញ្ចឹងអាញាត់ទាំងអស់គឺយើងបានដឹងអស់ហើយក្រោយពីយើងដឹងអាញាត់ទាំងអស់យើងនិយាយពីកម្ពស់អាគារដែលខ្ញុំបានបង្ហាញរូបភាពនឹងខាងលើខ្ញុំជាឧទាហរណ៍បន្ទាប់មកយើងដឹងពីទំហំកម្ពស់សរុបបាទ 21.5 បាទបណ្ដោយអាគារបណ្ដោយអាគាររបស់យើងគឺ Win Watt Wall ហ្នឹងគឺទៅតឹងបណ្ដោយវាមាន5ម៉ែត្រ5ម៉ែត្រកន្លះ5ម៉ែត្រកន្លះនិង4ម៉ែត្របាទអញ្ចឹងបើយើងបើសាំវាទៅស្មើនឹង20ម៉ែត្របាទនៅក្នុងនេះទៅតឹងអាគាររបស់យើងគឺ4ម៉ែត្រកន្លះ6ម៉ែត្រនិង4ម៉ែត្រកន្លះអញ្ចឹងបើយើងបើវាស់ប្រវាយវាជាក់ស្ដែងគឺ15ម៉ែត្របាទអញ្ចឹងអាញាត់ទាំងអស់យើងដឹងអស់ហើយបន្តមកទៀតយើងនិយាយពីសម្ពាធខ្យល់ដែលបុកទៅលើអាគារអញ្ចឹងមានន័យថាសម្ពាធខ្យល់ដែលបុកទៅលើអាគារវាមានពាក់ព័ន្ធជាមួយ CP បាទ CP នេះគឺយើងបានមកពីតារាងមួយនេះបាទបន្ទុកខាងក្រៅហ្នឹងបាទអញ្ចឹងនៅក្នុងលក្ខខណ្ឌ CP មានន័យថា CP គឺ Win Watt Wall បាទ Win Watt Wall ហ្នឹងគឺយើងយកវា 0.8 បាទនេះស្មើ 0.8 ដែលយើងយកប្រើជាមួយនឹងរូបមន្តគុយ Z បាទសម្រាប់ Win Watt Wall ហើយនៅក្នុងនេះ Side Wall គឺយើងយកស្មើ 0.7 ហើយយើងយករូបមន្តគុយហាស់យកមកប្រើបាទចុងក្រោយគឺនេះ Lee Watt Wall វាអាស្រ័យទៅលើអី L លើ B ហើយចន្លោះនៅក្នុងចន្លោះណាប្រសិនបើវាស្ថិតនៅក្នុងចន្លោះពី0ទៅ1មេគុណ CP វាស្មើ0.5 បាទអញ្ចឹងយើងអាចធ្វើតាមវិធីសាស្ត្រនេះក៏បានដែរបាទនៅក្នុងនេះយើងយកតតឹងផកគាចែកនឹងដោយផកគាវាស្មើ 0.5 អញ្ចឹងមានន័យថាវាស្ថិតនៅចន្លោះពី0ទៅ1អញ្ចឹងមេគុណ CP វាស្មើនឹង 0.5 បាទបន្ទាប់ពីយើងនិយាយពីអាហ្នឹងហើយយើងយកដល់ពីពាក់ព័ន្ធនឹងគុយសិតក្នុងករណីយើងកណនីនៅក្នុង Win Watt Wall អញ្ចឹងនៅក្នុងនេះគុយ Z របស់យើងសិក្សាមកវារូបមន្តវាស្មើប៉ុណ្ណេះអញ្ចឹងនៅក្នុងអាញាត់ដែលពាក់ព័ន្ធនឹងគុយ Z នេះគឺយើងស្គាល់អាញាត់ទាំងអស់បាទ KTZ KD យើងអត់ស្គាល់តែ KZ ទេ KZ វាពាក់ព័ន្ធជាមួយនឹងកម្ពស់ជាន់នៃអាគារអញ្ចឹងចាំយើងបញ្ចូលវាក្រោយបាទអញ្ចឹងអត់មានអាញាត់ណាដែលយើងអត់ស្គាល់ទេបាទអញ្ចឹង KZ នេះគឺយើងអាចទៅសេបែបនេះបានបាទអញ្ចឹងវា maximum បាទ Z នេះវាត្រូវតែ maximum នៅក្នុងចន្លោះនេះបាទបន្តមកទៀតយើងមានសម្ពាធខ្យល់ដែលមានអំពើទៅលើអាគារ CP នេះគឺ P នេះគឺ P Win Watt Wall បាទអញ្ចឹងយើងពាក់ព័ន្ធនឹងអាញាត់គុយ Z G យើងស្គាល់ CP គឺស្មើនឹង 0.8 បាទពាក់ព័ន្ធជាមួយនឹងអញ្ចឹងនៅអាញាត់ដែលយើងអត់ស្គាល់ដូចជាអត់មានទេបាទយើងស្គាល់អស់ហើយតែយើងជួសនៅក្នុងរូបមន្តនេះមួយប៉ុន្តែយើងនឹងដកKZ សិនដោយសារវាជាប់អនុគមសិនទៅបើយើងដឹងតែចម្លើយរបស់វាគឺយើងកណនីប៉ុណ្នេះវាជាប់អនុគម Z បាទអ
Chẳng mình này tham viên vạt vò phơi dưỡng cứ dương sắc xa mà cứ smart đồng phần đi khi rất cứ smart chọn lại công sự nó bây để dương cho được không ăn đi ra bẹ pon chỉ mùi đường ro dương đại chỉ mùi đường elevator công phu cho nên mùi mỗi bên đường trên chấm lói bẹ pon đường viên vạt vò đại miền pơ từ lứa buộc từ lứa kịp phơi dưỡng bà chẳng ly vạt vò phơi dưỡng được cho mà chuyện mình chẳng việc bẹ pon chỉ mùi cùi hà đại dương dùng mà sắc xa được tràn khăn lừa ní bà ní khăn lừa ní ní cùi hà cùi giật ní bà chẳng ly vạt vò đường xài vò cứ dùng cùi hà chẳng cùi hà dương ban một ban một nè cùi hà rồi của môn cùi hà đi bà cùi hà cứ dương ở đôi kia đi cùi hà việc bẹ pon chỉ mùi cùi hà giật ní dương bẹ pon chỉ mùi nâng ní sọp có bột chuột ní bà bột chuột ní do cùi hà giật bàn khơi dương côn được mấy con phần này bà chẳng nước không cùi hà dương rau khơi dương côn chỉ mùi nâng chí hay nâng xây pé li vạt bó là xây pé xài bó mà cứ dương ban chấm lòi về phần này chẳng đôi chị ảnh nhát đại dương chọp nó cứ dương ai đọc sẽ bạn ở hỏi lìa từng viên vạt vó li vạt vó đang xài vò và đó bị dương ở đơn ảnh nhát ở hỏi dương ai kẹt nia bẹ pon chỉ mùi nâng li viên vạt vó elevation 4 mét chẳng elevation 4 mét bên đây thầm mấy nơi cái nông ní về để dương sắc xa elevation thầu biết cứ dương cất sắc xa nơi cái nông ní được cho bài chạy hàng lơ mình tịnh đáy bà chẳng khi trong đơn ta là elevation 4 mét đi ta xây pe ở lịa viên vạt vò phơi dương nước miền pơ tờ lơ kìm cùng dương và mang kilo newton và nó pe để việc bọc short được màu đại dương đã là bướn short cố với sama 500 km không màu chẳng ní cứ chỉ được một phổ biến bà chẳng được nông ní viên miền bẹ pon chỉ mùi nâng ăn thì ra bà được một vía xây BLI ní việc bẹ pon chỉ mùi nâng đi cặp bố vía này từ tầng đại pa từ lơ miền đây ta mà chu này mà chu ní còn tay được xa nơi viên là càng kem trong việc pa ta mà chấm hiền này bà trong càng cái ní vậy miền đấy chứ nước không ní việc bẹ pon chỉ mùi nâng pi chục pram bà lấy ní pi chục pram hỏi bắt đầu nó việc thân nên không trở lọt nè đại dương thừa ăn thì cả viết cứ pi mét và pi mét pi do pi bẹ cả đà này plot span thôi chứ cho mùi nâng pram mét chật pram bà đi chết đấy và hỏi bắt đầu mới dương con cùi giật vào dương này dương sạch xá ní cứ chỉ kê giật bà kê giật nó cứ việc bẹ pon cho mùi nâng maximum là ở lại bên này bà bây giờ dương con mới biết mà pi cho mùi trên 140 kN và trong bên này tha trong đó trở lại lịch mùi nó lực bộ elevation 4 mét nó cứ viêm miền cầm láng bột bằng và hay pp nhưng sắc xa nơi tông cho mình đi và pp như này ta đôi khi nữa và lót đại dương ở club bởi những chế ta có club tây các bạn đấy và bên này tha và phần nó là miền pơ bọc tơ lơ lại ạ so lại này và tầm nó chọn lại đấy chứ những cái tơ lơ tây phổ biến cứ pram chọi mà phải pram hơi và lọt đại dương từ sắc xa cứ được nhiều pi mét hay năng pram chọi chặt pram dương sắc xa với má với sàn 4 chọi và 4 chọi pram và phải 7 km chứ dương sắc xa từ một bấy có được nhiều đá và dương lọt mùi tới thì 7 thì 4 thì pram và chứ thì 7 thì 4 thì pram có được nhiều tí nên bây giờ dương kẹt nhiều má cứ smart phần năng và nếu không lý không trong việc đây thay dương sắc xa nó không elevation 4 mét cứ lại này cứ smart phần năng chẳng dừng ai vô tên này tầng on ấy cứ vô từ apply không program của dương bán để còn chỉ mười nữa viên vạt vỏ bà lấy chịu đó xong là 4 mét không cần đấy person bây giờ trong thơ elevation viên vạt vỏ thế trong elevation về bumper mạch lá bên này thay dương thơ được không bà này chẳng được kia thì dương ở con tại đôn là club tây và viết đấy đôi chị mà nó này thế làm thế bà bé con đường này tròn thì mũ ở tròn bắt tọt đấy cứ lại ní bà lại nữa chứ như là so bọc tây pa nó cứ pi chạch phèm mét được ní pi chạch 5 mét ok và to mà tiếp elevation bà elevation phổ biến sự mà không đi ở chọn ở này mau thì muốn pram chạy nó phải pram elevation cứ smart năng pram chạy chặt pram và lâu
5.5 ហើយបន្តមកទៀត elevation កម្ពស់វាដែលយើងប៉ះវានៅកន្លែង elevation 7 ម៉ែត្រគឺស្មើនឹង 9.25 បាទអញ្ចឹងយើងគណនាមកវាស្មើនឹង 2 ចុចនេះអញ្ចឹងនៅក្នុងនេះនៅពេលដែលយើងបានតារូបមន្តនឹងមួយគឺយើងគ្រាន់តែដូរតែ elevation ទេបាទដោយសារផ្ទៃដែលយើងប៉ះនៅខាងខ្យល់បុកវិញវ៉ាត់វ៉មគឺដូចគ្នាទេអត់ខុសគ្នាទេប៉ុន្តែអ្វីដែលខុសគ្នាយើងដូរគឺយើងដូរទៅតាមកម្ពស់ជាន់នីមួយៗបាទអញ្ចឹងនៅពេលយើងគណនាហើយវិញវ៉ាត់វ៉អស់ហើយគឺយើងអាចបានដឹងពីចំណុចតាំងពីជាន់ទី1រហូតដល់ជាន់ដំបូងជាន់លើបំផុតបាទបន្ទាប់ពីយើងគណនាវិញវ៉ាត់វ៉ហើយយើងគណនាទៅលើ លីវ៉ាត់វ៉លីវ៉ាត់វ៉និងសាយវ៉និងវិញវ៉ាត់វ៉គឺដូចគ្នាទេតែតឹងដែលវាប៉ះមកនេះពី 1.5 បាទដូចគ្នាទេបាទផ្ទៃពោះវាដែលវាបុកចូលមកដោយសារមួយខ្យល់បុកមួយខ្យល់បឺតបាទប៉ុន្តែផ្ទៃដែលរងសម្ពាធគឺដូចគ្នាទេប៉ុន្តែអ្វីដែលយើងត្រូវដូរយើងដូរទៅលើនេះរូបមន្តពោះវាពាក់ព័ន្ធជាមួយរូបមន្តពោះវានេះបាទអញ្ចឹងអានេះនៅក្នុង elevation របស់យើងគឺ4 ម៉ែត្រក៏ដូចគ្នាទេ4 ម៉ែត្រយើងអាចយកអានេះយើងមកនិយាយគ្នាបានដោយសារមួយខ្យល់បុកមួយខ្យល់បឺតបាទអញ្ចឹងគឺកន្លះផ្ទៃរបស់វាគឺស្មើប៉ុណ្នេះបាទជាមួយយើងអាចបូកចូលគ្នាដើម្បី apply ទៅនោះកុំឲ្យយើងមិនបាច់គិតសញ្ញាក៏បានដែរដោយសារយើងបុកទៅលើអាគារដូចគ្នាអញ្ចឹងទេដោយសារមួយបុកមួយទាញអញ្ចឹងវាស្របទៅដៃគ្នាទេបាទអញ្ចឹងនៅពេលដែលយើងសិក្សាទៅលើ sidewall វានឹងដូរនៅក្នុងលក្ខខណ្ឌនេះបាទ sidewall ពាក់ព័ន្ធជាមួយផ្ទៃដែលយើងរកសម្ពាធនេះគឺអាគារខាងគេនេះគឺស្មើនឹង 2.25 បាទនេះហើយបន្ទាប់មក elevation គឺវាដូចគ្នាបាទ elevation ដូចគ្នាអញ្ចឹងយើងពាក់ព័ន្ធជាមួយតែរកផ្ទៃរងសម្ពាធទេបាទគឺខុសគ្នាតជាមួយហ្នឹងបាទអញ្ចឹងបន្ទាប់មកទៀតវាស្មើនឹង color តនេះប៉ុណ្ណេះក្នុងលក្ខខណ្ឌយើងនិយាយពី sidewall អញ្ចឹងបើសិនយើងសិក្សាដល់ 5 ម៉ែត្រក៏នេះខ្ញុំឧទាហរណ៍តា2ចំណុចទេបាទអញ្ចឹងវាប្រែប្រួលតែទៅលើ elevation ដូចគ្នាដែរទេអញ្ចឹងនៅពេលដែលផ្ទៃដែលរងសម្ពាធហ្នឹងគឺដូចគ្នាអញ្ចឹងយើងដូរតា elevation មកគឺវាចេញចម្លើយឲ្យបាទដូចជាអត់មានអីទៀតទេសម្រាប់ការសិក្សាទៅលើបន្ទុកខ្យល់យើងមានតែប៉ុណ្្នឹងទេបាទអញ្ចឹងយើងត្រូវសិក្សាតាំងពីជាន់ទី1រហូតទៅដល់ជាន់ដំបូងបាទអញ្ចឹងមានន័យថានៅពេលដែលយើងសិក្សាគឺយើងសិក្សាទៅលើដែលមានដំណោះជាន់ទៅឡើងតសដែលជាមានបន្ទុកខ្យល់ដែលមានពើទៅបាទអញ្ចឹងវីដេអូខ្ញុំសម្រាប់បន្ទុកខ្យល់មានតែប៉ុណ្្នឹងទេបាទនេះជាឧទាហរណ៍មួយដែលយើងធ្វើមកក្នុងលក្ខខណ្ឌយើងលោតចេញមកឲ្យចេញអូតូតែម្ដងបាទនៅក្នុងនេះអ្វីដែលខ្ញុំ highlight ហ្នឹងគឺជាដែលអ្វីដែលយើងត្រូវការបាទដូរតន័យបាទអញ្ចឹងមានន័យថា exposure ប្រភេទវាមេគុណ E គឺខ្ញុំដាក់វាមកក្នុងលក្ខខណ្ឌចេះបើ exposure BCD គឺខ្ញុំដាក់បែបនេះបាទអញ្ចឹងមានន័យថាគ្រាន់តែយើងដូរនៅក្នុងលក្ខខណ្ឌ percent របស់ក្នុងយើងដូរវាជា C នឹងវាលុបតន័យឲ្យយើងបាទនេះបើយើងដូរទៅ D គឺវាលុបតន័យយើងដូចគ្នាដែរអញ្ចឹងឧទាហរណ៍តែយើងចូល D ណាទៅclass ហ្នឹងមានន័យថាយើងជាប្រភេទអាគារយើងទី1ទី2ដែលខ្ញុំបានឧទាហរណ៍ខាងលើហ្នឹងបាទយើងបដូរតន័យដូចគ្នាអញ្ចឹងខ្ញុំឧទាហរណ៍ទៅដែរស្មើនឹង2បន្ទាប់ពីយើងបានប៉ុណ្្នឹងហើយយើងពាក់ព័ន្ធជាមួយនឹងបញ្ចូលតន័យពាក់ព័ន្ធជាមួយនឹងកម្ពស់បាទនេះជាកម្ពស់បាទវាពេលដែលយើងដូរកម្ពស់ហើយអានេះគឺវាលោតអូតូទេបាទ B បាទនេះជាតន័យដែលយើងត្រូវដូរដែរហើយដូចខ្ញុំបានបញ្ជាក់អញ្ចឹងឲ្យតែយើង highlight ហ្នឹងគឺយើងអាចត្រូវដូរបាទដូរតន័យអញ្ចឹងគឺវាលោតមកអូតូតែម្ដងអញ្ចឹងតើតើអាគាររបស់យើងដូចជាឧទាហរណ៍លើដែរទេបាទនៅក្នុងនេះអូខេបាទនេះគឺជាភើផលទាបពាក់ព័ន្ធជាមួយនឹងលឿនខ្យល់គោលលឿនអីដូចគ្នាទេបាទអត់អីទេបាទដោយសារយើងចូលក្នុងលក្ខខណ្ឌនេះគឺពាក់ព័ន្ធជាមួយនឹងអនុគមអញ្ចឹងអាកន្លែងដែល trader ខ្ញុំចង់បញ្ជាក់ដែរតិចដែរបើសិនជាយើងសរសេរ P ជាមួយនឹងសញ្ញាក្បៀសហ្នឹង Z ហ្នឹងបាទ Z ហ្នឹងគឺអត់បានទេបាទវាត្រូវទេអញ្ចឹងយើងសរសេរអាកន្លែងចុចនេះគឺកន្លែងឃ្នៀបបាទយើងសរសេរជាប់អនុគមបានណាបើសិនអញ្ចឹងយើងសរសេរយើងសរសេរកន្លែងក្បៀសហ្នឹងគឺអត់ជាប់អនុគមទេខ្ញុំចង់បញ្ជាក់នឹងដូចដែរណាបាទអញ្ចឹងនៅពេលដែលសិក្សាមកសេពេបាទដល់ស្មើ 0.8 អានេះស្មើ 0.7 អានេះគឺក្នុងលក្ខខណ្ឌយើងចងនៅក្នុងបាទតាមនេះក៏បានដែរគាត់ដែរបាទដូចគ្នាអញ្ចឹងនៅពេលបន្តមកទៀតយើងពាក់ព័ន្ធជាមួយនឹងតតឹងប៉ះខ្យល់ហ្នឹងដែលយើងនិយាយពី wind watt wall បាទបន្ទាប់ពីយើងសិក្សាលើអានឹងរួចហើយយើងក៏សិក្សាទៅលើនេះ
កម្ពស់អាគារពីតាមជាន់នីមួយៗមកបាទហើយបន្ទាប់មកដេរតាមជាន់នីមួយៗយើងនឹងបានតន័យគ្រោងអាគាររបស់យើងមួយនេះយើងអនុវត្តមកគឺរូបមន្តដែលយើងទៅសេនេះដូចគ្នាក្នុងលក្ខខណ្ឌនេះប្រសិនមកក្នុងយើងមានតឹងខ្ញុំចង់បញ្ជាក់ដែរវាមានតឹងឬបដឲ្យថែមគឺយើងបញ្ចូលតន័យថែមដែរដូចគ្នាណាវានឹងចេញចម្លើយអូតូដែរបាទអញ្ចឹងមានន័យថាឧទាហរណ៍ថាតឹងអាគាររបស់យើងវាមាន3ប្លោះមែនហើយនេះវាមានប្រហែល4ប្លោះអញ្ចឹងបើសិនជាយើងចង់វាមានច្រើនប្លោះយើងត្រូវតែ add វាថែមទៅនៅពេលដែលយើង add ថែមនៅតង់ចំណុចនេះគឺយើង add ថែមដូចគ្នាដែរបាទនេះបាទយើង add វាថែមមកវានឹងចូលវានឹងចេញតន័យឲ្យយើងដូចគ្នាដែរនេះកន្លែងនេះយើង add វាថែមមកបាទដូចគ្នាទៅនេះបាទនៅពេលដែលយើង add ថែមវានឹងចឹងនឹងសូតន័យដូចគ្នាទេបាទអញ្ចឹងកម្ពស់ជាន់ក៏ដូចគ្នាដែរវានឹងសូតន័យដូចគ្នាយើងនៅពេលយើង add ថែមបាទអញ្ចឹងនៅក្នុងនេះគឺជាប្រភេទយើងសិក្សាមួយតាម win bad wall leave bad wall អស់ហើយបាទវានឹងចេញតន័យមកខាងក្រោមនេះតន័យចេញតន័យខាងក្រោមមានន័យថាយើងគិតនៅក្នុងជាន់ណាដែលយើងមកសិក្សាបន្តមកទៀតគឺអូខេខ្ញុំនឹងសេដែរមិញយើងដាក់ PW1 បាទស្មើប៉ុណ្នេះអញ្ចឹង PW1 អូខេដោយសារយើងនិយាយពីគ្នាបាទវាស្មើនឹង4ចុចគ្នាមានន័យថាខ្យល់បុកពីមុខអញ្ចឹងខ្យល់បុកពីមុខយើងនៅក្នុងនេះយើងមាន P1 យើង W1 គឺខាងកែមប៉ុន្តែនៅក្នុងនេះយើងចូលនេះមានន័យថាយើងគិតពីកែមផ្សេងបើគិតកែមនៅខាងក្រោមនេះវិញនេះកែមយើងស្មើនឹង2ជាងបាទ 2.14 នេះស្មើនឹង 2.14 ដូចគ្នាបាទនេះជាចម្លើយវាដូចគ្នាទេអូខេខាងក្រោមជាន់ផ្ទាល់ដីវាជាជាន់ទី1របស់យើងនេះ 2.14 បាទបន្ទុយគិតខុសបន្ទុយទទួលអត់បញ្ហាទេអញ្ចឹងទៅពេលដែលយើងទៅសិក្សាវាហើយគឺចេញចម្លើយមកបែបនេះទាំងអស់គ្នាអញ្ចឹងដូចជាអត់មានអីត្រូវធ្វើបានទេដោយសារគ្រប់យ៉ាងដូចជានៅក្នុងត្រាយ Excel គឺយើងអាចធ្វើបានអត់បញ្ហាទេហើយដូចជារូបមន្តពាក់ព័ន្ធដែលខ្ញុំសូឲ្យនេះដូចជាមិនសិតតែយើងធ្លាប់ធ្វើអត់ទេយើងអាចបញ្ចូលយើងសរសេរតាមប៉ុណ្្នឹងទៅហើយអាចសាកតេស្តមើលទៅវាចេញចម្លើយអត់បាទយើងអាចបើអត់ចេញចម្លើយអាចតាក់ទងមកខ្ញុំមើលខ្ញុំនឹងសម្របសម្រួលឲ្យបាទនេះជាចម្លើយរបស់យើងអញ្ចឹងមានន័យថាយើងគិតទៅលើតើផ្ទៃប៉ះ5.25 ហ្នឹងបាទនេះប្លោះនេះអញ្ចឹងបើសិនជាក្នុងករណីវាមានប្លោះថែមទៀតយើងអាចថែមមកប្លោះទី4ទី5ទៅហើយតែអានេះវាអត់មានបញ្ហាទេវាចេញអូតូទេអានេះដោយសារនេះចុងក្រោយនេះគឺវាអាចចេញបានដូចគ្នាទេបាទអញ្ចឹងមានន័យថាការងាររបស់យើងមានតែប៉ុណ្្នឹងទេសម្រាប់បន្ទុកខ្យល់របស់យើងដល់ពេលដែលយើងយកទៅ apply នៅក្នុងកម្មវិធីគឺយើងពាក់ព័ន្ធជាមួយនេះអាស្រុកចុងក្រោយនេះមានពើបុកទៅលើអាគាររបស់យើងបាទអញ្ចឹងដូចជាអត់មានទេច្រើនទេដោយសារវីដេអូយើងក៏ច្រើនដែរដល់20នាទីជាងហើយខ្ញុំអត់ចង់ធ្វើវិញទេដោយសារនេះគ្រាន់ជាវីដេអូចំនួនខ្លះទេក្នុងករណីដែលយើងចង់ធ្វើបាទអញ្ចឹងមានតែប៉ុណ្្នឹងទេសម្រាប់បន្ទុកខ្យល់បាទអរគុណច្រើន